នេះព្រឹកថ្ងៃសុក្រ10កើតខែទុតិយាសាទឆ្នាំមមីអថសាពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី24ខែកក្កដាឆ្នាំ2026លោកមុតភូនអភិបាលនៃគណៈអភិបាលស្រុកសំរោងទូកនេះជាប្រធានគណៈបញ្ជាការឯកភាពស្រុករួមជាមួយលោកអ៊ុំដេតអភិបាលរងស្រុកបានដឹកនាំមន្ត្រីជំនាញកងកម្លាំងទាំង3ក្រុមការងារឃុំភូមិនិងបញ្ជាការពារភូមិបានចុះរុះរើបង្គោលរបងនិងរបងដែលបានសាងសង់រំលោភលើដីចំណីផ្លូវពុំមានការអនុញ្ញាតដែលមានផលប៉ះពាល់ចំនួន2គ្រួសារទីតាំងស្ថិតនៅភូមិអូរំជែកឃុំសែនដីស្រុកសំរោងទងខេត្តកំពង់ស្ពឺឆ្លើយតបទៅវិញក្រោយពីទទួលបានព័ត៌មានទៅលើវិវាទនៃការសាងសង់របងរំលោភលើដីផ្លូវនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយពីការរំលោភលើដីផ្លូវស្ថិតនៅភូមិអូរំជែករួចមកលោកអភិបាលស្រុកបានអញ្ជើញដឹកនាំក្រុមការងារស្រុកចុះទៅវាស់វែងជាស្ដែងដើម្បីកំណត់ទំហំផ្លូវស្វែងរកផលប៉ះពាល់ទាំងសងខាងដោយក្នុងនោះបានរុះរើរបងដែលសាងសង់លើផ្លូវចេញទាំងស្រុងនិងកំណត់ឲ្យម្ចាស់របងរុះរើរបងដែលក្រុមការងារបានរកឃើញថារំលោភចេញព្រោះរបងដែលសាងសង់ពុំមានការអនុញ្ញាតនោះឡើយយានដ្ឋានរដ្ឋាភិបាលមានទទួលជួសជុលរថយន្តគ្រប់ប្រភេទជួសជុលធ្វើជើងគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងឆែកដោយកុំព្យូទ័រសារស៊ីម៉ាំងរថយន្តនិងតោនបាញ់ថ្នាំអាស័យដ្ឋាននៅភូមិអណ្ដូងច្រកភូមិអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាមលេខទូរស័ព្ទទំនាក់ទំនង012 202 906 069 51 31 92 097 92 04 242